បងប្អូនទាំងអស់គ្នាខ្ញុំជានិស្សិតឈ្មោះយកជីនីមកពីនៃទីក្រុងបាត់ដំបងផ្ទាល់តែម្ដងថ្ងៃនេះខ្ញុំចង់មកចែករំលែកអំពីប្រភពព័ត៌មានដែលមិនច្បាស់ក្នុងនេះខ្ញុំជានិស្សិតនៃទីក្រុងបាត់ដំបងផ្ទាល់ខ្ញុំចង់ចែករំលែកនៅព័ត៌មានមិនច្បាស់ដែលយើងទទួលបានពីប្រភពផ្សេងៗដូចជាពី social media ប្រព័ន្ធបណ្ដាញសង្គមមានជាច្រើនដែលយើងទទួលបានហើយក្នុងសម័យនេះយើងដឹងជាក់ស្ដែងច្បាស់ហើយថាមានទាំងប្រព័ន្ធ AI និងប្រភពព័ត៌មានមិនច្បាស់ជាច្រើនអញ្ចឹងខ្ញុំចង់និយាយថាទាំងអស់គ្នាមុននឹងទទួលការ share ឬក៏ចែករំលែកនៅព័ត៌មានដែលយើងទទួលបានយើងត្រូវតែពិនិត្យមើលឲ្យច្បាស់លាស់នៅក្នុងការដែល page post ទាំងអស់ជាក់ស្ដែងដូចព័ត៌មានដែលយើងទទួលបានមិនប្រកាសថាព័ត៌មានហ្នឹងគឺជាព័ត៌មានពិតប្រាកដ 100% ទេអញ្ចឹងមុននឹងយើងធ្វើការ share ឬក៏ចែករំលែកខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមើលទៅក្នុង page ហ្នឹងច្បាស់លាស់យើងអាចមើលតាម page ក្រសួងឬរដ្ឋបាលផងដែរចា៎សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះណាថេតខ្ញុំមកពីសាកលវិទ្យាល័យបៀប្រៃខេត្តបាត់ដំបងថ្ងៃហ្នឹងខ្ញុំចង់និយាយពីបទពិសោធន៍នៃការ fake ព័ត៌មាននៅតាមបណ្ដាញសង្គម social media យើងដឹងថាសង្គមឥឡូវជឿនលឿនអញ្ចឹងហើយ page មួយចំនួនគឺគាត់ page ដែលអាចថា page MMO គាត់បាន create ឬក៏បង្កើតរឿងមិនពិតដើម្បីយកមកផុសបំពុលសង្គមអញ្ចឹងហើយក្នុងនាមយើងជាយុវជននេះយើងដឹងថាព័ត៌មានហ្នឹងមិនពិតឬក៏មិនច្បាស់លាស់ប៉ុន្តែមនុស្សចាស់ដែលគាត់ដឹងគាត់ជឿគាត់ share តអញ្ចឹងទៅអញ្ចឹងហើយក្នុងនាមយើងជាអ្នកដឹងអ្នកចេះដឹងពីផ្នែកហ្នឹងយើងអាចណែនាំពួកគាត់ឬក៏ពេលយើងឃើញព័ត៌មានដែលពួកហ្នឹងមិនពិតព្រោះយើងដឹងថាពួកហ្នឹងធ្វើព័ត៌មានហ្នឹងមកដើម្បីពេលខ្លះអាចចំណូលទៅគាត់អត់គិតថាព័ត៌មានហ្នឹងប៉ះពាល់ដល់សង្គមយើងឯងគាត់ធ្វើម៉េចគាត់អាចរកលុយពីព័ត៌មានហ្នឹងបានអញ្ចឹងយើងអាចណែនាំឬក៏យើងអាចកុំ share កុំ like បន្តអញ្ចឹងទៅអញ្ចឹងយើងអាចណែនាំដល់ចាស់ៗដែលគាត់ដឹងថាព័ត៌មានហ្នឹងមិនពិតទេអញ្ចឹងបើយើងឃើញព័ត៌មានទាំងអស់ហ្នឹងយើងអាច report ឬក៏យើងមិនខ្វាយខ្វល់ពី page ទាំងអស់ហ្នឹងឯងមានផលប៉ះពាល់ដល់សង្គមវាថាព័ត៌មានហ្នឹងអត់ច្បាស់យើងចេះតែនិយាយទៅវាថាបំពុលសង្គមអីចឹងណាបើថាទៅវាប៉ះពាល់ច្រើនដែរថាបើដូចយើងថាព័ត៌មានអីឆេះអីចឹងយើងចេះតែផតតគ្នាទៅគេចេះតែយល់ច្រឡំទៅតគ្នាអីចឹងទៅតែយើងមើលព័ត៌មានហ្នឹង page ហ្នឹងច្បាស់លាស់ដែរថាវាថា page ហ្នឹងវាធ្លាប់តែផុសអីវាអត់ចេះបំពុលសង្គមនិយាយទៅរឿងពាក់ព័ន្ធនឹងសង្គមអីចឹងណាទៅមិនយើងជឿទុកចិត្តតាមនឹងដែរយើងមិនតែចេះតែមើលនឹងភ្នែកយើងជឿយើងគិតពិចារណាដែរចឹងណាជាស្អីដូច page រដ្ឋបាលខេត្តគាត់បានផុសអីចឹងទៅយើងចេះតែជឿទុកចិត្តពេលឃើញគេផុសអីចឹងកុំអាតន់ជឿកុំអាតន់ share កុំអាតន់ comment អីយើងគាត់តែមើលឲ្យជាក់លាក់សិនថាព័ត៌មានហ្នឹងរបៀបថាច្បាស់លាស់អត់ចេញមកពីប្រភពផ្សាយហ្នឹងច្បាស់លាស់អត់មើលការបច្ឆេទអត់ចឹងចាំយើងជឿចាំយើង share តគ្នាចែករំលែកអីគ្នាបានដឹងចឹងច្រើនព័ត៌មានខ្លាំងៗគឺការចេញពីមនុស្សម្នាក់ដែលផុសព័ត៌មានមិនពិតព័ត៌មានហ្នឹងដែលពេលដែលផុសទៅគឺមានអ្នកផ្សព្វផ្សាយពេលដែលគាត់ឮហើយគាត់នឹងឃើញគាត់នឹងគិតថាព័ត៌មានហ្នឹងពិតប្រាកដតែទៅក្នុងជាក់ស្ដែងគឺព័ត៌មានហ្នឹងអត់ពិតប្រាកដទេអញ្ចឹងគាត់នឹងតែងតែ share តែងតែផុសចែករំលែកផ្សេងគ្នាអញ្ចឹងវារៀលដាវព្រោះថាយើងរៀលដាវគឺព្រោះថាយើងចេញពី page មួយហើយក៏ចាប់ផ្ដើមចែករំលែកតគ្នារហូតទៅក៏រៀលដាវគឺផ្អើលឬមួយក៏ប៉ះពាល់ដល់ប្រជាជនប៉ះពាល់ដោយព័ត៌មានដែលពិតគឺបាត់ទាំងអស់អញ្ចឹងបើអាចបានគឺសូមផ្អាកនឹងព័ត៌មានคล้ายនឹងព័ត៌មានមិនការពិតកុំ share បើព័ត៌មានคล้ายណាដែលកើតចេញមកមិនពិតយើងកុំ share យើងកុំ relate ឬក៏ផុសអីចេញទៅតាមសាធារណៈជំរាបសួរនាងខ្ញុំឈ្មោះផាន់ធីចនាសប្តាហ៍ថ្ងៃខ្ញុំជានិស្សិតហើយខ្ញុំសង្កេតឃើញថានៅក្នុង social media មានការចែករំលែកព័ត៌មានคล้ายជាច្រើនដែលពេលខ្លះនៅក្នុងសង្គមយើងអត់កើតពិតមែនទេប៉ុន្តែគេចែករំលែកព័ត៌មានคล้ายមកដែលធ្វើឲ្យប្រជាជនយើងយកទៅចែករំលែកតធ្វើឲ្យមានការភ័យខ្លាចនិងធ្វើឲ្យបំពុលសង្គមជាច្រើនចាមើលទៅលើការបច្ឆេទនិង page ផ្លូវការបង